Đôi tỏ từ. Và tí mũi cứ lục mai nát chặt tục sầm đầy này nẹ đực nòm Campuchia đại thang ngớp mùi vài mùi ní cứ chia sầm đầy chuồn piều. Campuchia chu nằm năng chia plei ca từ Thái nâng ông caសហប្រជាជាតិពីការចាប់ផ្ដើមដំណើរការយន្តការ UNCLOS ញ៉ាត់គាំទ្រជំហររុញរឿងព្រំដែនសមុទ្រឲ្យផុតដល់ការផ្សះផ្សាដោយបង្ខំបានធ្លាក់ដូចភ្លៀងបាក់មេឃនាយករដ្ឋមន្ត្រីថៃថាមិនលេងល្បែងកម្ពុជាត្បិតថៃមានប្រៀបលើកម្ពុជារឿងលុប MOU 2001យោធាថៃអះអាងថាតំបន់មុំ3ថយកម្ដៅវិញក្រោយទាហានខ្មែរដកថយក្រុមអ្នកសង្កេតការណ៍អាស៊ានខាងកម្ពុជាបន្តចុះទៅថតរូបបន្លាលួសថៃនៅច្រកអានសេះយោធាថៃទាត់ចោលការតវ៉ារបស់កម្ពុជាដែលថាថៃសង់ព្រះពុទ្ធបដិមានិងលើកទង់ជាតិលើដីខ្មែរដោយខុសច្បាប់លោកត្រាំបានដាក់ស្នើឈ្មោះអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅកម្ពុជារងចាំព្រឹទ្ធសភាបោះឆ្នោតលោកត្រាំកំពុងពិភាក្សាចង់ពង្រាយអាវុធបរមាណូថែមនៅអឺរ៉ុបនិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃនេះបងប្អូនបាទឥឡូវរឿងដំបូងទៅមុនគឺតកតងនឹងសាររបស់លោកហ៊ុនសែនដែលថ្លែងថ្ងៃនេះមែនតើទៅគឺភាសារបស់លោកហ៊ុនសែនដូចជាមិនមានអីភ្ញាក់ផ្អើលទៅចំពោះខ្ញុំគឺដដែលជាដដែលពាក្យហឹង្សាអាមឹងហែងអីនេះគឺជាភាសាជាទម្លាប់ទៅហើយដូច្នេះហើយបានថាខ្ញុំតែងតែនិយាយថាដឹងឆ្ងើយត្បិតដងកូនសោតរែងឆ្កងត្បិតមេបាគឺប្រជាពលរដ្ឋខ្មែរគ្រប់គ្នាហាក់បីដូចជាចាត់ទុកថាការជេរបតិចផ្ដាសាឬក៏អំពើហិង្សាតាមរយៈពាក្យសម្ដីឬក៏និយាយឯងហែងអាមឹងអីហ្នឹងគឺជារឿងធម្មតាព្រោះដោយសារតែពាក្យសម្ដីទាំងអស់នេះគឺយើងលើជាប្រចាំពីតាមបណ្ដាញសង្គមអីអញ្ចឹងណាហើយថ្ងៃនេះគឺលោកហ៊ុនសែនបានបង្ហោះសារចេញពីកន្លែងដែលគួរជាទីមនោរម្យគាត់ទៅពិនិត្យមើលអាគារសង់ថ្មីនៃវិមានឬក៏ថាជាអាគាររដ្ឋបាលរបស់ខាងពន្ធដារខាងអីនោះណាវិជាទីមនោរម្យមែនហើយក៏ប៉ុន្តែឆ្លៀតឱកាសនោះលោកក៏បានបង្ហោះសារហើយសាររបស់លោកនេះគឺប្រកបដោយពាក្យគ្រុតគ្រៀតហើយនឹងជាពិសេសគឺសារដដែលងើបមួយវាយមួយដោយលោកពមៀនថាបើអ្នកណាហ៊ានចង់ផ្ដួលរំលំរដ្ឋាភិបាលនិយាយទៅគាត់ប្រើឃ្លាមួយដែលជាភាពឆ្លាតវៃរបស់លោកហ៊ុនសែនដែរព្រោះអីថ្នាក់ដឹកនាំប្រើពាក្យមួយដើម្បីឲ្យមានភាពគ្រប់គ្រាន់នៅក្នុងការងើបមួយវាយមួយគឺគាត់ថាអ្នកណាដែលមានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាលគឺលោកនឹងងើបមួយវាយមួយដោយមិនអនុគ្រោះនោះឡើយក៏ប៉ុន្តែវាខុសពីអ្វីដែលគាត់ធ្លាប់ធ្វើពីលើកមុនលើកនេះគាត់មានឃ្លាមួយដែលជាឃ្លាជំនួសដែលស្ដាប់ទៅរៀងព្រោះតិចដែរគាត់ថាចំពោះអ្នកដែលចង់ផ្ដួលរំលំរដ្ឋាភិបាលនេះខុសរដ្ឋធម្មនុញ្ញខុសអីហ្នឹងគឺលោករក្សាសិទ្ធិងើបមួយវាយមួយគឺអត់បណៃអនុគ្រោះអីទេក៏ប៉ុន្តែបើអ្នកណាតស៊ូមតិឬក៏រៀបចំផ្លាស់ប្ដូររដ្ឋាភិបាលតាមរបៀបសន្តិវិធីស្របតាមរដ្ឋធម្មនុញ្ញលោកគោរពសិទ្ធិរបស់គេនៅក្នុងការតស៊ូមតិនយោបាយបែបនេះភាសាបែបនេះគឺជារឿងប្លែកតិចបន្តិចដែរព្រោះអីលោកហ៊ុនសែនគាត់អត់ដែលផ្ដល់ជំរឿសឲ្យប្រជាពលរដ្ឋអំពីច្រកនៃការដែលត្រូវតស៊ូមតិដោយអហិង្សាឯណាទេព្រោះគាត់ដឹងថាអ្នកណាក៏ជាខ្មាំងសត្រូវរបស់បដិវត្តដែរសំទោសអ្នកណាក៏ជាខ្មាំងសត្រូវរបស់រដ្ឋាភិបាលនិងគណៈបកកាន់អំណាចនេះដែរឲ្យតែធ្វើអ្វីខ្ទាស់ទៅនឹងគណៈបកកាន់អំណាចឬក៏ធ្វើអ្វីមួយក៏ដោយចង់ផ្លាស់ប្ដូររបៀបដឹកនាំរដ្ឋដែលកំពុងតែគ្រប់គ្រងដោយគ្រួសារតកូលហ៊ុនសពថ្ងៃព្រោះកន្លងមកហ្នឹងគឺមិនមែនជារឿងធ្វើតាមនីតិវិធីធ្វើត្រូវច្បាប់ត្រូវរដ្ឋធម្មនុញ្ញអីទេព្រោះគាត់ងើបមួយវាយមួយហ្នឹងគឺសំដៅលើអ្នកណាក៏ដោយឲ្យតែមកចង់ឲ្យក្រុមគ្រួសារតកូលហ៊ុនហ្នឹងបាត់បង់ពីអំណាចតាមមធ្យោបាយណាក៏ដោយព្រោះយើងដឹងហើយតាតាមមធ្យោបាយអីដែលគិតថាយើងគេចផុតពីការងើបមួយវាយមួយមិនបានព្រោះអីតាមមធ្យោបាយនៃគណៈបកសង្គ្រោះជាតិដែលទៅបោះឆ្នោតមានសម្លេង55កៅអីក្រុមប្រឹក្សាឃុំសង្កាត់5007កៅអីរំលាយគេចោលអស់ធ្វើច្បាប់ថ្មីអ្នកណាងើបមកវាយមួយចាប់មេគេដាក់គុក
ឥឡូវនេះដោះលោកកម្មសខាឲ្យនៅក្រៅគុកក៏ប៉ុន្តែដាក់គុកនៅក្នុងជញ្ជាំងអត់ឲ្យធ្វើនយោបាយអីទៀតតែអ្វីទាំងអស់ដែលពួកគាត់ធ្វើហ្នឹងគឺធ្វើតាមស្របតាមរដ្ឋធម្មនុញ្ញនិងនីតិវិធីស្របច្បាប់តាមានធ្វើខុសច្បាប់មកពីណាក៏ប៉ុន្តែគាត់ចាត់ទុកថាអាទង្វើអស់ហ្នឹងគឺជាអំពើខុសច្បាប់ត្រូវតែងើបមួយវាយមួយដូច្នេះនៅពេលដែលលោកហ៊ុនសែនថាអ្នកណាដែលធ្វើតាមសន្តិវិធីតាមត្រឹមត្រូវតាមអីតាមរដ្ឋធម្មនុញ្ញគឺនឹងរួចខ្លួនគាត់មិនងើបមួយវាយមួយទេអនុញ្ញាតឲ្យគោរពសិទ្ធិគោរពការបញ្ចេញមតិឬចំហនយោបាយរបស់គេក៏ប៉ុន្តែនេះគ្រាន់តែជាពាក្យគាត់ថាក៏ប៉ុន្តែការអនុវត្តជាក់ស្ដែងយើងឃើញថាអ្នកណាក៏ដោយឲ្យតែមាននិយាយទៅគឺធ្វើតាមនីតិវិធីត្រឹមត្រូវអីក៏ដោយប៉ុន្តែបើសិនជាមានការបកកគ្រោះថ្នាក់ហានិភ័យដល់ការបាត់អំណាចប្រជាប្រិយរបស់គណៈបកកណ្ដាលអំណាចគឺអ្នកនោះឯងត្រូវតែជាក្រុមឧទាមក្រុមខ្មាំងក្រុមបដិវត្តពណ៌ក្រុមខុសច្បាប់ក្រុមអីអញ្ចឹងទៅហើយត្រូវតែចាប់ដាក់ពន្ធនាគារហើយទាញច្បាប់ឲ្យយឺតដូចកៅស៊ូហ្នឹងដូច្នេះចំពោះខ្ញុំគិតថាលោកហ៊ុនសែនអត់ចាំបាច់ថ្លែងសារអំពីអ្នកណាចង់ផ្ដួលរំលំរដ្ឋាភិបាលត្រូវតែកំតិចទេព្រោះអីភាសាដែលកំតិចឬក៏ងើបមួយវាយមួយឬក៏ចាត់ការដើម្បីរក្សាសន្តិសុខសង្គមនេះណាគឺមានចែងនៅក្នុងរដ្ឋធម្មនុញ្ញហើយមិនចាំបាច់លោកហ៊ុនសែនថាឬក៏ព្រមានទេនាំតែខកសម្ដីឬក៏ធ្វើឲ្យសម្ដីនឹងវាគ្រូតគ្រាទេព្រោះអីច្បាប់ការពារតាគ្មានបុគ្គលណានៅក្នុងរដ្ឋកម្ពុជាឬប្រទេសកម្ពុជាដែលអាចប្រើអំពើហិង្សានៅក្នុងការផ្ដួលរំលំរដ្ឋាភិបាលបានទេព្រោះរដ្ឋការពារយើងអញ្ចឹងតាមានអ្នកណាលើកទឹកចិត្តឲ្យធ្វើអំពើហិង្សាសូម្បីតែថ្ងៃក្រោយមកនៅពេលឧទាហរណ៍គណៈបកប្រជាជនកម្ពុជាចាញ់ឆ្នោតទៅវិញរួចទៅតស៊ូមតិដើម្បីប្រមូលផ្ដុំគ្នាដើម្បីយកអំណាចមកវិញបើសិនជាធ្វើគណៈបកប្រជាជនកម្ពុជាទៅកសាងកម្លាំងប្រដាប់អាវុធដើម្បីដណ្ដើមសម្លេងឆ្នោតពីគណៈបកណាមួយដែលដណ្ដើមឈ្នះឆ្នោតទៅថ្ងៃអនាគតឧទាហរណ៍ចឹងគណៈបកប្រជាជនកម្ពុជានឹងត្រូវគេបង្ក្រាបតាមរដ្ឋធម្មនុញ្ញដែលការពារសុខសន្តិភាពសន្តិសុខសង្គមដែរនឹងច្បាប់នឹងវាការពារអញ្ចឹងហើយដូច្នេះពាក្យថាអំពើហិង្សាអំពើអបគមអំពើកងកម្លាំងប្រដាប់អាវុធខុសច្បាប់អីហ្នឹងគឺអត់ចាំបាច់និយាយទេគឺវាខុសឯងហើយច្បាប់គឺត្រូវតែចាត់ការតាក៏ប៉ុន្តែរឿងដែលលោកហ៊ុនសែនត្រូវពមៀនថាងើបមួយវាយមួយអ្នកណាដែលចង់ផ្ដួលរំលំរដ្ឋាភិបាលនេះគឺចង់សម្ដៅទៅលើក្រុមតស៊ូមតិនៅក្រៅប្រទេសមួយចំនួនដែលផ្ញើសារជាញឹកញាប់ថាវិធីដើម្បីឲ្យប្រទេសកម្ពុជានេះមានសុខដុមរមនាហើយនឹងមានអធិបតេយ្យអីគ្រប់ត្រឹមត្រូវហ្នឹងគឺទាល់តែផ្ដួលរំលំបដូរតកូលហ៊ុនចាញ់អញ្ចឹងទៅប៉ុន្តែការដែលគាត់ប្រើឃ្លាថាបដូរតកូលហ៊ុនហ្នឹងភាគច្រើនគឺគាត់ថាត្រូវតែផ្ដួលរំលំរដ្ឋាភិបាលសពថ្ងៃចឹងដើម្បីជំនួសឲ្យរដ្ឋាភិបាលថ្មីខ្ញុំជឿថាឃ្លារបស់ក្រមប្រឆាំងនៅក្រៅប្រទេសអាចជាឃ្លេរបស់លោកហ៊ុនសែនយកទៅប្រើប្រាស់ដែរនៅក្នុងន័យថាត្រូវតែផ្ដួលរំលំរដ្ឋាភិបាលពាក្យថាផ្ដួលរំលំគឺជាភាសាហិង្សាទេមែនតើណាបើយើងនិយាយពីក្នុងន័យត្រឹមត្រូវលោកហ៊ុនសែនអាចមានលេសនឹងដើម្បីបង្ក្រាបក្រមប្រឆាំងគ្រប់ពេលគឺបង្ក្រាបនៅក្នុងន័យថាពាក្យថាផ្ដួលរំលំបានន័យថាយើងធ្វើឲ្យដួលធ្វើឲ្យច្រានដោយបង្ខំដោយអំពើហិង្សាក្នុងន័យនេះគឺមិនមែនជាបើនៅក្នុងន័យផ្លូវតុលាការគឺគេអាចយកលេសហ្នឹងដើម្បីចោទប្រកាន់អ្នកណាក៏ដោយឲ្យតែប្រើពាក្យផ្ដួលរំលំហ្នឹងក៏ប៉ុន្តែបើឃ្លានេះទៅជានិយាយថាយើងនឹងនាំគ្នាតស៊ូមតិដើម្បីឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានពាក្យថាផ្លាស់ប្ដូរជាវិជ្ជមានបានន័យថាជាការដោះដូរដើម្បីឲ្យមានរដ្ឋាភិបាលថ្មីហើយអញ្ចឹងបើផ្លាស់ប្ដូរជាវិជ្ជមានរដ្ឋាភិបាលអត់អាចយកលេសហ្នឹងមកបង្ក្រាបជនប្រជាពលរដ្ឋណាដែលបញ្ចេញមតិទេផ្ទុយទៅវិញពាក្យផ្ដួលរំលំហ្នឹងតែយកទៅគឺរដ្ឋាភិបាលបានលេសគ្រប់ពេលអញ្ចឹងខ្ញុំក៏សូមស្នើឲ្យគណៈបកប្រឆាំងដែរដើម្បីកុំឲ្យលោកហ៊ុនសែនមានលេសព្រោះអីវាអត់មានរឿងអីដែលគាត់មកអាចបង្ក្រាបក្រមប្រឆាំងឬក៏អ្នកតស៊ូមតិណាទេបើធ្វើតាមសន្តិវិធីនៅក្នុងច្បាប់ធម្មនុញ្ញរដ្ឋធម្មនុញ្ញមានចែងការពារលើកឡើងតែរឿងផ្ដួលរំលំកងកម្លាំងប្រដាប់អាវុធដែលទៅបង្កើតតំបន់អបគមអីហ្នឹងអាហ្នឹងស្ដាប់ទៅជាការតស៊ូមតិរបស់ក្រមប្រឆាំងក៏ពិតមែនហើយក៏ប៉ុន្តែសម្រាប់រដ្ឋាភិបាលគេយល់លេសតែប៉ុណ្្នឹងឯងបងប្អូនមែនតើទៅខ្ញុំអត់ចង់បន្ទោសជនរងគ្រោះហើយជនរងគ្រោះចេះតែរវិធីអីសពបែបយ៉ាងដើម្បីតស៊ូមតិរបស់ខ្លួនណាក៏ប៉ុន្តែខ្ញុំក៏នៅតែលើកទឹកចិត្តថាការតស៊ូមតិយ៉ាងណាក៏ដោយដើម្បីឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានគឺត្រូវតែធ្វើតាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌
ហើយមិនអាចធ្វើតាមការដែលកម្លាំងប្រដាប់អាវុធឬក៏អឺកម្លាំងមហាជនដែលក្រោកបះបោដើម្បីឲ្យមានអំពើហិង្សាទេព្រោះអំពើហិង្សានេះគឺមែនតើទៅវាកើតឡើងនៅប្រទេសផ្ដាច់ការជាច្រើនណាស់បានផលជោគជ័យក៏ប៉ុន្តែវាជារឿងបង្ហូរឈាមហើយរដ្ឋាភិបាលមានលេសគ្រប់គ្រាន់នៅក្នុងការបង្ក្រាបលើកលែងតែសហគមន៍អន្តរជាតិណាមួយគេលូកដៃពេលដែលឃើញសម្លាប់ប្រជាពលរដ្ឋរង្គាលដូចនៅអ៊ីរ៉ង់ដូចនៅអីអញ្ចឹងទៅគេលូកដៃចូលទៅអាហ្នឹងគឺបានផលខ្លះប៉ុន្តែបើឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកងើបតែម្ដងព្រោះអាងើបមួយវាយមួយហ្នឹងគឺលោកហ៊ុនសែនចង់បង្ក្រាបអញ្ចឹងព្រោះនាំធម្មតាតែយើងងើបគាត់វាយតែបើយើងងើបច្រើនគាត់វាយអត់អស់ទេអាងើបមួយវាយមួយហ្នឹងឯងដែលស្ងាត់ស្រុកប៉ុន្តែតែងើបច្រើនគឺធម្មតាវាមានការបង្ហូរឈាមរដ្ឋាភិបាលចង់រងពនងរបស់អង្គការសហប្រជាជាតិដែរដូច្នេះលោកហ៊ុនសែនដើម្បីទប់កុំឲ្យងើបច្រើនហ្នឹងគឺគាត់ងើបមួយវាយមួយសិនដល់អញ្ចឹងមនុស្សបាក់ស្បាទៅមិនអាចនឹងក្រោកតវ៉ាបានទេប៉ុន្តែបងប្អូនខ្ញុំលើកទឹកចិត្តទាំងអស់គ្នាទាំងគណៈបកប្រឆាំងទាំងគណៈបកកណ្ដាលអំណាចថ្ងៃក្រោយធ្លាក់ឆ្នោតឬមិនធ្លាក់ឆ្នោតកុំជ្រើសរើសវិធីហិង្សានៅក្នុងការដោះស្រាយបញ្ហាគឺយើងធ្វើអីក៏ដោយគឺតាមសន្តិវិធីគ្មានប្រទេសណាមួយបានសេចក្តីសុខនៅពេលដែលយើងប្រើអំពើហិង្សារបបសឹកយោធាភូមាក៏អត់ជោគជ័យសូម្បីតែថៃហ្នឹងតែពេលដំបងហ្នឹងប្រក្រាបយកយោធាមកកាន់ក៏អត់បានសុខប្រទេសណាក៏ដោយដែលយកកម្លាំងយោធាកម្លាំងហិង្សាដោយមិនឆ្លងតាមការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌អត់ដែលបានសេចក្តីសុខជាមួយគ្នាទេហើយបទពិសោធន៍នេះមានគ្រប់សម័យកាលមេដឹកនាំទាំងអស់គួររៀនសូត្រអញ្ចឹងដើម្បីកុំឲ្យប្រវត្តិសាស្ត្រវាសាដានគឺខ្ញុំលើកទឹកចិត្តឲ្យលោកហ៊ុនសែនខ្ញុំម្ដងទៀតខ្ញុំអត់ខ្វល់សោះថាតកូលហ៊ុនតកូលទាតកូលសុកតកូលកំតកូលរុនតកូលសំតកូលថាច់តកូលសឿនឬក៏តកូលស្អីក៏ដោយកាន់ប្រទេសកម្ពុជាវាមិនមែនជារឿងបញ្ហាទេបញ្ហាគឺដោយសារតែការដឹកនាំរដ្ឋហ្នឹងវាអត់មានបានភាពស្មើគ្នាចំពោះប្រជាពលរដ្ឋគ្រប់គ្នាបើកាន់តែតកូលណាមួយនោះហើយទៅនាំគ្នាបំពកតែក្រុមគ្នាឯងតែបពពួកគ្នាឯងចុះតកូលគេផ្សេងដែលអត់ជាប់ឆ្នោតឧទាហរណ៍តើយើងអត់មានមើលគេទេអញ្ចឹងចាប់គេដាក់គុកទាំងអស់ងើបមួយវាយមួយអញ្ចឹងចុះឥឡូវឧទាហរណ៍ថ្ងៃក្រោយតកូលហ៊ុនធ្លាក់ឆ្នោតហើយស្រាប់តែតកូលសំតកូលរងឬក៏តកូលមៀចឬតកូលថាច់តកូលសើងអីឡើងមកកាន់តកូលកម្មអីឡើងមកកាន់អំណាចហើយទៅគេធ្វើបាបខ្លួនឯងវិញហ្នឹងតើយើងឈឺចាប់ទេវាឈឺចាប់ដូចតែគ្នាអញ្ចឹងកុំឲ្យមានការឈឺចាប់ទឹកឡើងត្រីស៊ីសមុទ្រទឹកហុចសមុទ្រស៊ីត្រីរឿងដែលងាយបំផុតលោកហ៊ុនសែនអត់នឿយនឹងពាក្យងើបមួយវាយមួយនឹងទេអត់នឿយនឹងការដែលធ្វើឲ្យប្រជាពលរដ្ឋដែលនៅតែតតាំងរដ្ឋាភិបាលរាល់ថ្ងៃនឹងទេគឺរៀបចំឲ្យមានការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវនិងយុត្តិធម៌មានកចបដែលឯករាជ្យទទួលយកបានដើម្បីឲ្យលទ្ធផលបោះឆ្នោតនឹងប្រជាពលរដ្ឋពេញចិត្តហើយធំជាងនឹងបំផុតគឺសូមឲ្យគណៈបកនយោបាយនឹងអាចដោយថាចូលរួមបោះឆ្នោតដោយមិនមានការតាមចាប់ចងធ្វើទុកបុកម្នេញគ្នាតាមចាប់ប្រផាត់ប្រភេងរំលាយអ្នកនេះរំលាយអ្នកនោះអត់ឲ្យអ្នកនេះចូលរួមអ្នកនេះអីអញ្ចឹងទៅពេលបោះឆ្នោតអីហើយទៅប្រមូលគ្នាឯងដែលជាគណៈបក7លំពេកហ្នឹងយកមកលំអសួនប្រជាធិបតេយ្យធ្វើឲ្យដូចមានប្រជាធិបតេយ្យហើយចាប់ផ្ដើមបោះឆ្នោតច្បោលតែគ្នាឯងទៅជាប់តែគ្នាឯងទៅគ្នាអ្នកដែលតស៊ូមតិអត់បានចូលរួមបោះឆ្នោតអានេះហើយគឺជាឈ្នួនដែលទៅរកសង្គ្រាមទៅរកការបង្ហូរឈាមនឹងធ្វើឲ្យលោករត់តែងើបមួយវាយមួយកម្លាំងលោកហ៊ុនសែនចំណាស់នេះហើយទៅវាយបានប្រមាណដងទៀតវានៅតែសារទេខ្ញុំអាណិតគាត់ដែរចាស់ចំណាស់នេះហើយគួរតែសម្រាកឲ្យបានសុខត្រូវព្រោះអីអាការឆេវឆាវអីនឹងវាបេះដូងនឹងវាលោតញាប់ទៅជួនកាលវាអាចទៅជា stroke ទៅអីវាមិនស្រួលទេព្រោះអំពើហិង្សាវាកំហឹងការខឹងក្រេវក្រោតអីហ្នឹងវាធ្វើឲ្យឡើងឈាមធ្វើឲ្យលើសឈាមវ័យចំណាស់គាត់ហើយសុខភាពមិនជាល្អប្រមាណដែរទេដូច្នេះកាត់បន្ថយអាការខឹងហ្នឹងហើយបើសិនជាលោកចង់ឲ្យប្រជាពលរដ្ឋនេះកុំងើបមួយវាយមួយស្រួលទេរៀបចំការបោះឆ្នោតមួយឲ្យសេរីត្រឹមត្រូវនិងយុត្តិធម៌កុំធ្វើទុកបុកម្នេញគេហើយបើសិនជាឲ្យដូចលោកពិតណាឲ្យកុំឲ្យចិត្តជាទេវទត្តមាត់ជាទេវតាឲ្យលោកដូចពាក្យលោកថាបើអ្នកណាតស៊ូមតិដោយអហិង្សាតាមវិធីស្របច្បាប់តាមរដ្ឋធម្មនុញ្ញគោរពសិទ្ធិគេអញ្ចឹងកុំធ្វើបាបគេកុំព្រមានគេកុំចាប់គេដាក់គុកហើយជួយសម្របសម្រួលឲ្យគេឡើងមកប្រកួតប្រជែងផងបើសិនជាលោកឈ្នះឆ្នោតនៅពេលដែលគេមកប្រកួតប្រជែងមានការបោះឆ្នោតត្រឹមត្រូវកិត្តិយសបានទៅលើក្រុមគ្រួសារតកូលលោកទៅវិញទេព្រោះប្រជាពលរដ្ឋគិតថាចប់បើកោជបគេឯករាជ្យសារព័ត៌មានគេអាចផ្សព្វផ្សាយបានដោយសេរីអង្គការសង្គមស៊ីវិលអត់មានអ្នកណាធ្វើទុកបុកម្នេញសហជីពប្រជាពលរដ្ឋអាចបញ្ចេញសិទ្ធិបញ្ចេញមតិរបស់ខ្លួនបានដោយទលំទលាយតើមានរឿងអីដែល
ដែលធ្វើឲ្យយើងដែលនៅថាមិនអាចយកលទ្ធផលបោះឆ្នោតបានណាដោយសារតែយើងធ្វើឲ្យមានមន្ទិលយើងប្រើប្រាស់ប្រព័ន្ធបោះឆ្នោតកោជបមិនឯករាជ្យអាប្រព័ន្ធផ្សព្វផ្សាយនឹងសិតតែពួកគ្នាឯងឃោសនាបោះឆ្នោតអាលុយជាតិលុយរត់នឹងមិនដឹងឯណាមន្ត្រីរាជការនឹងពេលចោះមូលដ្ឋានមិនដឹងពេលណាមន្ត្រីរាជការរបស់រដ្ឋមិនដឹងពេលណាមន្ត្រីរាជការប្រជាពលរដ្ឋឯកជនរបស់បកមិនដឹងថាដូចថាច្បុកច្បល់អញញ៉ៃលុយបោះឆ្នោតនឹងមិនដឹងបានមកពីណាអង្គើពុករលួយយកទៅទិញសោកសំណោកសតែអ្នកនេះទៅទិញស្លឹកឆ្នោតដូចអីលោកទ្រីភិបអីទៅប្រាប់ថាអូបើថាបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាឬក៏បើចង់ដូចថាស្រឡាញ់គណៈបកកាន់អំណាចអីហ្នឹងគឺលោកនឹងជួយនៅភូមិនៅសង្កាត់ឃុំគាត់ហ្នឹងគឺថាគ្រួសារការមកគ្រួសារ$100អញ្ចឹងទៅយកទៅចងដៃឲ្យបើសព50,000អីចឹងអានេះវាជាជំនួយចិត្តធម៌របស់គាត់ដែរប៉ុន្តែបើយើងនិយាយអំពីអ្នកនយោបាយគឺជាការទិញស្លឹកឆ្នោតព្រោះភាសាបែបហ្នឹងគឺជាភាសាលួងចិត្តប្រជាពលរដ្ឋដោយសរង1 5ឆ្នាំហ្នឹងហើយប្រជាពលរដ្ឋក្រីក្រខ្វះខាតអាហ្នឹងក៏ចបត្រូវពិនិត្យមើលទៀតវាចែកអំណោយចែកអីវាមិនអីទេប៉ុន្តែកន្លែងខ្លះវាដូចថាវាដូចហួសផុតពីព្រំដែននៃអំណោយវាទៅជារឿងទិញស្លឹកឆ្នោតអីវិញណាហើយដល់ពេលគ្មានណាឈឺក្បាលហាលថ្ងៃអីអាចចឹងទាំងអស់ហ្នឹងតើតើយើងនាំគ្នាជួយលុបបំបត្តិបានយើងអត់មានត្រូវរួយមាត់នឹងអារឿងងើបមួយវាយមួយហ្នឹងខ្ញុំអាណិតដែរនិយាយទៅថ្នាក់ដឹកនាំកម្ពុជានិយាយដដែលរឿងងើបមួយវាយមួយហ្នឹងប៉ុន្តែខ្ញុំជឿថាពេលដែលលោកនិយាយកាន់តែច្រើនហើយកាន់តែហិង្សានៅពេលដែលយើងមានចំនួនព្រំដែនជាមួយថៃចោះជាមួយថៃយើងអស់ចរចារហូតអោបជើងថៃរហូតបើខ្មែរគ្នាឯងគឺដឹងតែវាយមួយងើបមួយចឹងហ្មងដូចថាសារហិង្សាហ្នឹងគឺគាត់អត់ចោលខ្ញុំយល់អំពីថាអ្នកដឹកនាំចង់រក្សាសុខសន្តិភាពឬក៏សុវត្ថិភាពសង្គមកុំឲ្យមានភាពរំជើបរំជួលអីចឹងហើយក៏ប៉ុន្តែពាក្យថាងើបមួយវាយមួយហងហែងអីហ្នឹងហើយហិង្សានៅលើវេទិកាសាធារណៈបែបនេះគឺវិជាភាសាដដែលដែលគួរថាមកដល់ថ្នាក់ដឹកនាំលោកហ៊ុនម៉ាណែតហើយគួរថាដូចគួរចប់ត្រឹមប៉ុណ្ណឹងទៅគួរផ្លាស់ប្ដូរឲ្យមានរបៀបដឹកនាំថ្មីឈាមថ្មីអីដែរទៅអត់ដែរដូចថាមើលទៅប្រជាពលរដ្ឋហ្នឹងដូចអស់សង្ឃឹមលលីងតែម្ដងហើយមិនមែនបានន័យថាអស់សង្ឃឹមហ្នឹងងើបមួយវាយមួយហ្នឹងគឺពិតជាធ្វើឲ្យស្ថានភាពហ្នឹងគឺវាប្រសើរទេអត់ប្រសើរទេនៅពេលដែលលោកហ៊ុនសែនស្រែកកាន់តែខ្លាំងអំពីភាគផង្សាហ្នឹងគឺស្ថានភាពផ្ទៃក្នុងហ្នឹងកំពុងតែមានបញ្ហាហើយនៅពេលដែលលោកចោះជួបប្រជាពលរដ្ឋតាមខេត្តតាមអីក្រុមប្រឹក្សាគុំសង្កាត់ប្រទេសមានបញ្ហាហើយតាមទម្លាប់បើប្រទេសមានសេចក្តីសុខអត់មានបញ្ហារពើរពើងអីគឺថ្នាក់ដឹកនាំអត់ត្រូវខ្វល់ចឹងហើយប៉ុន្តែនៅពេលដែលមានបញ្ហាដូចចោះទៅជួបកម្មករគឺមានបញ្ហាហើយព្រោះកម្មករមិនសប្បាយចិត្តនឹងរដ្ឋាភិបាលអញ្ចឹងចោះទៅស្អំចិត្តចោះតាមគ្រប់រោងចក្រនៅពេលដែលមន្ត្រីរាជការស៊ីវិលគ្រប់បែបយ៉ាងមានបញ្ហាទាំង scam ទាំងពើពុករលួយទាំងប្រាក់ខែទាំងអត់មានលុយមានកថវិកាសេដ្ឋកិច្ចចោះអីអញ្ចឹងរឿងសាំងឡើងថ្លៃរឿងបញ្ហាព្រំដែន100ចម្ពោះអញ្ចឹងគាត់ចាប់ផ្ដើមចោះទៅហើយអញ្ចឹងជាទូទៅអ្នកនយោបាយគឺទៅដើម្បីស្អំចិត្តក៏ប៉ុន្តែនៅក្នុងពេលជាមួយគ្នានឹងគាត់បង្ហើរសារដែលធ្វើឲ្យវាមែនតើទៅគឺសារនេះវាធ្វើឲ្យស្ដាប់ទៅវាក្រោតគ្រៀតហើយសង្គមខ្មែរហ្នឹងនៅតែសងសឹកគ្នានៅតែអីមិនចេះចប់ហើយខ្ញុំជឿថាបើសិនជារៀបចំឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌កុំខ្វល់រឿងតកូលណាក៏បានដែរឆ្មាអីក៏បានដែរសបុលអីក៏បានដែរឲ្យតែចេះចាប់កដោតែសំខាន់យើងកុំដូចថាធ្វើដូចសពថ្ងៃវាអត់ទៅមុខទេឥឡូវនេះគឺនៅពេលដែលមានសារបែបនេះគឺលោកម៉ែនណាតឯណោះវិញដែលនៅប្រទេសន័រវេដែលជាអ្នកខ្លំមើលសង្គមហើយឈឺឆ្អាលកិច្ចការសង្គមច្រើនដែរលោកម៉ែនណាតថ្ងៃនេះរៀងចាស់ដៃតិចដែរហើយពឺតយកដែរព្រោះអីប្រហែលជាទ្រាំលែងបានដាក់បាតចោលហើយដោះស្រាយរឿងញោមតិចហ៎លោកម៉ែនណាតសរសេរថាពាក្យថាងើបមួយវាយមួយនេះគឺជាពាក្យសម្ដីរបស់ជនពាលជាធម្មតាមនុស្សមានសិលធម៌មានសុជីវធម៌គេមិនហ៊ាននិយាយឬប្រព្រឹត្តតាមពាក្យបែបនេះទេព្រោះពាក្យបែបនេះប្រព្រឹត្តឬក៏និយាយទៅកាន់មហាជនឬក៏ចំពោះជនណាម្នាក់នោះគឺវាអត់ថ្លៃថ្នូរទេអញ្ចឹងភាសានេះគឺលោកម៉ែនណាតគាត់និយាយតាមពិតបើលោកម៉ែនណាតនៅស្រុកខ្មែរនិយាយហៅលោកហ៊ុនសែនថាជាជនពាលអីបែបនេះ24ម៉ោងធានាលោកនឹងជាប់គុកភ្លាមហ្នឹងហើយដែល
ព្រោះអីការរិះគន់លោកហ៊ុនសែនគឺមានដែនកំណត់គឺតើតែយើងមិនដឹងថាតើកន្លែងណាដែលយើងគិតថាគាត់គោរពសិទ្ធិសេរីភាពប្រជាពលរដ្ឋទេព្រោះអីបើយើងគិតថារដ្ឋធម្មនុញ្ញហ្នឹងគឺមិនមានកន្លែងណាដែលចែងឲ្យចាប់ចងប្រជាពលរដ្ឋតាមអំពើចិត្តសោះវាត្រូវតែទាល់តែគ្រោះថ្នាក់ធ្ងន់អំពើអក្រិតកម្មអីមិនមែនគាត់តវ៉ារឿងព្រំដែនមិនសบายចិត្តរឿងយួនយកដីអស់62កន្លែងឬក៏រឿងបឹងតមោកឬក៏រឿងអីបរិស្ថានធនធានធម្មជាតិឬក៏ចង់ឲ្យមានការប្រែប្រួលផ្លាស់ប្ដូរជីវិតជំនួយនៅកម្ពុជាហ្នឹងគ្រាន់តែសារ share ចុះ share ឡើងធ្វើឲ្យរដ្ឋាភិបាលមិនសบายចិត្តហ្នឹងក៏ចាប់គ្នាដាក់គុកដែរមិនដឹងថាតើរដ្ឋធម្មនុញ្ញយើងហ្នឹងវាគេបកស្រាយយ៉ាងម៉េចខ្ញុំអត់យល់ដែរតែយ៉ាងណាបងប្អូនឥឡូវខ្ញុំស្លេះរឿងនេះដោយសាររឿងច្រើនដែរខ្ញុំទៅរឿងទី2កម្ពុជាជូនដំណឹងជាផ្លូវការទៅថៃនិងអង្គការសហប្រជាជាតិពីការចាប់ផ្ដើមយន្តការ UNCLOS ថ្ងៃនេះគឺយើងឃើញនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបានសរសេរឬក៏ផ្ញើលិខិតជាផ្លូវការទៅអង្គការសហប្រជាជាតិផងជូនដំណឹងទៅភាគីថៃផងថាកម្ពុជានឹងប្រើប្រាស់ឬក៏ឲ្យនិយាយទៅគឺកម្ពុជាទាមទារឬដាក់ស្នើឲ្យមានវិធានការគេហៅយន្តការផ្សះផ្សាដោយបង្ខំតាក់ទងនឹងរឿងដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃដែលមាន MOU ជាមួយគ្នា25ឆ្នាំអត់ប្រយោជន៍ព្រោះថៃថាអត់ប្រយោជន៍ក៏លុបចោលបាត់ទៅឥឡូវនេះកម្ពុជាអត់ជំរឿសថាมันអាចទៅចែកគ្នាបានទៅក៏ប្រើយន្តការជូនដំណឹងទៅអង្គការសហប្រជាជាតិនិងប្រទេសថៃឲ្យដឹងថាកម្ពុជាស្នើសុំឲ្យស្ថាប័នអន្តរជាតិរៀបចំបើកយន្តការដើម្បីឲ្យចាប់បង្ខំថៃឲ្យផ្សះផ្សាដើម្បីដោះស្រាយរឿងដែនសមុទ្របងប្អូនអារឿងយន្តការផ្សះផ្សាដោយបង្ខំហ្នឹងវាជាយន្តការដែលយើងធ្វើមកហ្នឹងគឺដូចទៀតទៅគេរៀបចំគណៈកម្មការមួយទៅគឺថៃ2នាក់ខ្មែរ2នាក់មន្ត្រីជំនាញកិច្ចការព្រំដែនហ្នឹងព្រំសមុទ្រអីហ្នឹងហើយទៅមានម្នាក់ជាកដាល5នាក់ហ្នឹងដើម្បីពិភាក្សាដោយសារប្រទេសកម្ពុជានិងថៃលែងត្រូវគ្នាអាចជួបគ្នាក្នុងគូភាគីតទល់បានទេតតរគេហៅថានីតិវិធីផ្សះផ្សាដោយបង្ខំហ្នឹងដើម្បីដោះស្រាយរឿងព្រំដែនទឹកសំណួរសួរទៅវិញថាហេតុអីបានជារឿងព្រំដែនទឹកពេលនេះរឿងអីក៏សំខាន់ខ្លាំងមកម្ល៉េះនៅពេលដែលអា MOU នោះវាទៅរំលឹបចោលអត់តណាធ្វើអីបានទេព្រំដែនទឹកនោះអត់តណាធ្វើអីបានទេព្រោះអីវានៅប្រទាំងប្រទិសគ្នាហើយអា MOU 2001ហ្នឹងលុបចោលមែនតែលុបដោយគណៈរដ្ឋមន្ត្រីទេតាមពិតគឺសភាអត់ទាន់បានលុបទេណាកុំភ្លេចថា MOU 2001នេះធ្លាប់ត្រូវបានរដ្ឋាភិបាលមុនអភិសិទ្ធវិជ្ជាជីវៈធ្លាប់លុបម្ដងហើយណាគឺគាត់លុបនៅពេលដែលគាត់ស្អប់លោក Thaksin Shinawatra នេះដែលឡើងមកត្រូវបានលោកហ៊ុនសែនតែងតាំងជាទីប្រឹក្សារបស់គណៈរដ្ឋមន្ត្រីខ្មែរនេះនៅពេលនោះឯងដែលលោកអភិសិទ្ធវិជ្ជាជីវៈឡើងមកដោយសារតែ MOU 2001ហ្នឹងគឺចុះហត្ថលេខាក្នុងរជ្ជកាលរបស់លោកហ៊ុនសែននិងលោក Thaksin គឺគេលុបចោលតែម្ដងប៉ុន្តែវាអត់បានផលទេព្រោះដោយសារលុបចោលដោយឯកតោភាគីអត់មានសភាចង់និយាយចេះសភាដល់ពេលលោកអ្នកស្រីយីងឡាក់ស៊ីនវ៉ាត់ដែលជាប្អូនស្រីបង្កើតរបស់លោក Thaksin ឡើងមកកាន់អំណាចគឺយកអា MOU ហ្នឹងមកវិញមានប្រសិទ្ធភាពវិញចឹងទៅដូច្នេះ MOU 2001ហ្នឹងបើថាលុបទៅមែនសភាថៃអត់ទាន់លុបទេវានៅតែតោលនៅនឹងដែរទេក៏ប៉ុន្តែវាចំហហ្នឹងវាទៅរឿងហ្នឹងវាអត់ទាន់ទៅដល់ណានៃទេព្រោះអីអត់ទាន់អ្នកណារំលោភដែនសមុទ្រកម្ពុជាឬអីទេព្រោះវានៅប្រទីងបតងគ្នាវាអត់ទាន់មានកប៉ាល់ទឹកនាវាទឹកអីមកបាញ់គ្នាអីលាក់នឹងលាក់អីអញ្ចឹងទេហើយដោះស្រាយកន្លែងណាមួយអត់ត្រូវគ្នារុករករ៉ែជីករ៉ែទៅយើងឆ្លោះគ្នាអត់ទាន់រឿងដែលបន្ទាន់មែនតើណាគឺរឿងព្រំដែនខ្មែរដីគោកនេះមួយថៃ62កន្លែងនេះដែលថៃយកអស់62កន្លែងហើយយើងថាអ្នកណានៅណានៅហ្នឹងហើយឥឡូវគេដាក់បលាលួសមករហូតអានេះបានទៅប្តឹងទៅតុលាការអន្តរជាតិយុត្តិធម៌អន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិខ្ញុំនៅតែលើកទឹកចិត្តថារឿងដែលបន្ទាន់ខ្លាំងជាងគេគឺរឿងព្រំដែនគោកឯងមិនមែនព្រំដែនទឹកមិនមែនថាហេព្រំដែនទឹកអត់គិតទេចឹងបើថៃគេចាប់ផ្ដើមចង់យកតំបន់ត្រួតស៊ីគ្នាអត់ប្តឹងគេទេប្តឹងត្រូវហើយក៏ប៉ុន្តែវាអត់ទាន់មានរឿងចំនួនរហូតដល់មាននាវាថៃមុជទឹកអីមកបាញ់មកសម្លាប់អីទាហានជើងទឹកយើងឬក៏មកគ្រប់គ្រងដែនកោះណាមួយនៅក្នុងដែនសមុទ្រដែលកំពុងប្រទីងបតុងគ្នានេះព្រោះអីវាអត់ទាន់មានរឿងចង់និយាយចេះមានរឿងហើយនេះអត់ទាន់ដោះស្រាយទេទៅដោះស្រាយឲ្យអត់មានរឿងនៅឡើយទៅវិញខ្ញុំកំពុងតែឆ្ងល់ហើយនិយាយពីញ៉ាត់ធ្លាក់មកដូចមេឃដូចភ្លៀងបាក់មេឃចឹង
ញ៉ាត់ហ្នឹងគឺធ្លាក់មកគ្រប់ទិសទីមានតាំងពីសំបីតាអ្នកនាំពាក្យរដ្ឋាភិបាលហ្នឹងក៏ចេញញ៉ាត់គ្រប់គ្រងលោកហ៊ុនម៉ាណែតដែរខ្ញុំអត់យល់មិនដឹងថានីតិវិធីគេយ៉ាងម៉េចខ្ញុំពងតែឆ្ងល់ឥឡូវទីហោក្រុមគ្រួសារយើងម៉ែឪយើងនៅក្នុងផ្ទះយើងហ្នឹងតំណាងឲ្យយើងហើយទៅម៉ែប្រាប់ថាអឺសម្រាប់ចិត្តអីមួយអញ្ចឹងទៅស្រាប់តែកូនទាំងអស់ហ្នឹងមកចេញញ៉ាត់គ្រប់គ្រងម៉ែឪហើយចុះកាលម៉ែឪពេលមុននឹងសម្រាប់ហ្នឹងអត់សួរកូនចៅនៅក្នុងផ្ទះជាមួយគ្នានឹងសិនថាព្រមអត់ទេចឹងបានន័យថាមុននឹងចេញញ៉ាត់ជាផ្លូវការតំណាងឲ្យរដ្ឋាភិបាលបានន័យកូនចៅនឹងត្រូវគ្នាព្រមអស់ហើយទៅដល់ពេលម៉ែឪចេញញ៉ាត់មួយចេញសេចក្តីប្រកាសទៅបានកូនចៅនឹងហើយអ្នកនាំពាក្យរដ្ឋាភិបាលអង្គភាពនិងមន្ត្រីរាជការនៅក្នុងអង្គភាពរដ្ឋាភិបាលហ្នឹងបានចេញញ៉ាត់គ្រប់គ្រងលោកហ៊ុនម៉ាណែតហើយខ្លួនឯងនៅក្នុងរដ្ឋាភិបាលដែលអត់ទៅចែកគ្នាទេអញ្ចឹងហើយឥឡូវចេញមកក្រសួងយុតិធម៌ចេញមកគណៈកម្មការកិច្ចការព្រំដែនអីហ្នឹងមកគឺថាហោហែតាមគ្នាអញ្ចឹងទាំងអស់ទៅចេញញ៉ាត់គ្រប់គ្រងខ្ញុំអត់ជំទាស់ញ៉ាត់ទេខ្ញុំអត់និយាយទៅខ្ញុំអត់ជំទាស់ជំហររដ្ឋាភិបាលរឿងទឹកដីរឿងព្រំដែនអីទេទៀមទាពីថៃបានមកវិញការពារដែនអធិបតេយ្យល្អណាស់ខ្ញុំគ្រប់គ្រង 100% ហើយក៏ប៉ុន្តែនីតិវិធីនឹងវាហាក់បីដូចជាប្លែកមែនតើហើយដល់ពេលបើថាព្រឹទ្ធសភាអីចេញមកអានឹងយើងមិនទៅជាជំទាស់ហើយព្រោះព្រឹទ្ធសភាគឺជាស្ថាប័នដាច់ដោយឡែកពីនីតិប្រតិបត្តិរបស់រដ្ឋាភិបាលដែលមានក្រសួងមន្ទីរអីចឹងណាហើយនឹងទីស្តីការគណៈរដ្ឋមន្ត្រីដែលជាសេនាធិការរបស់រដ្ឋាភិបាលទៀតហើយមុននឹងសម្រាប់អីចឹងលោកហ៊ុនម៉ាណែតសរសេរឆ្កុយទៅម្នាក់ឯងសិនណាហើយទៅបានក្រសួងមន្ទីរអីហ្នឹងហែហោមចេញញ៉ាត់វាធ្វើឲ្យឃើញអំពីភាពថាការងារយើងដូចជាអត់មានប្រព័ន្ធដឹកនាំឲ្យត្រឹមត្រូវមួយថាចេញញ៉ាត់មួយតំណាងឲ្យរដ្ឋាភិបាលគឺតំណាងឲ្យរដ្ឋាភិបាលចាំបាច់ចេញញ៉ាត់ការពារគ្រប់គ្រងរដ្ឋាភិបាលមិនទៀតបើយើងជាក្រសួងមន្ទីរ20 30ហ្នឹងជាបោះសេនាធិការរបស់រដ្ឋាភិបាលហើយហ្នឹងអញ្ចឹងបានន័យថារដ្ឋាភិបាលពីមុនមកអត់ដែលពិគ្រោះជាមួយយើងទេតោះចេញសារឲ្យបានយើងចេញញ៉ាត់គ្រប់គ្រងនេះគឺជាសារនយោបាយដ៏គួរឲ្យចម្លែកមែនតើស្រុកយើងនេះហើយទៅបើថាតាហ៊ានចេញមកឃើញហើយលើកងទ័ពជើងទឹកកងទ័ពក្រសួងការពារជាតិចេញញ៉ាត់មកគ្រប់គ្រងខ្ញុំអត់ប្លែកទេក្រសួងការពារជាតិចេញញ៉ាត់មកគ្រប់គ្រងនិងស្ថាប័នប្រសិទ្ធភាពចេញញ៉ាត់មកគ្រប់គ្រងវាព្រោះអីតាហ៊ានយើងវាត្រូវឯករាជ្យសភាយើងឯករាជ្យចេញញ៉ាត់គ្រប់គ្រងវារៀងដូចអត់ប្លែកទៅជាព្រោះអីរដ្ឋាភិបាលចេញហើយចឹងគ្រប់គ្រងទៅឲ្យមានស្ថាប័នផ្សេងអាហ្នឹងស្ដាប់ទៅដូចជាវាសមប្រកបតែដល់ពេលក្រសួងមន្ទីរខ្លួនឯងហើយនឹងអ្នកនាំពាក្យរដ្ឋាភិបាលចេញញ៉ាត់គ្រប់គ្រងខ្លួនឯងដែរជជែកគ្នាហើយវាអត់យល់តែយើងជជែកគ្នាយ៉ាងម៉េចទៅខ្ញុំអត់យល់មែនតើខ្ញុំហ្នឹងហើយយើងចង់ឲ្យមានភ្យុះភ្លៀងចឹងទៅមើលទៅស្រគ្រប់ក្រសួងមន្ទីរបងប្អូនគេស្ដាប់មកអូយញ៉ាត់គ្រប់គ្រងចឹងតែស្កអាចេកធ្លាក់ទឹកអីចឹងអាហ្នឹងស្ដាប់ទៅពីរោះវាមើលទៅឲ្យវាសំពងប៉ុន្តែវាអត់ធំទេវាជាសម្បុកមន់ណាវាមិនមែនជាសំណវាគ្រឿងអីធ្ងន់ទេព្រោះស្ដាប់មើលទៅគឺយើងចង់ធ្វើមិនឲ្យប្រជាពលរដ្ឋស្ដាប់ទៅគឺថាក៏ក្រឹកក្រែងគប់ស្ថាប័នណែបើសិនជាមានអង្គការសង្គមស៊ីវិលមានប្រជាពលរដ្ឋអាជីវករឬក៏ប្រជាពលរដ្ឋនៅតាមព្រំដែនប្រជាពលរដ្ឋទូទៅចេញញ៉ាត់គ្រប់គ្រងអាហ្នឹងមើលទៅដូចជាសំស្របវាមិនសូវជាឆ្កងពេកប៉ុន្តែបងប្អូនបើទោះបីជាប្រជាពលរដ្ឋចេញញ៉ាត់គ្រប់គ្រងអីហ្នឹងគឺបន្តិចទៀតអត់ខ្វះហើយនឹងចេញមកទៀតក៏ខ្ញុំថាចម្លែករឿងក្រសួងមន្ទីរនៅក្នុងតែជានាយសេនាធិការជាសេនាធិការរបស់រដ្ឋាភិបាលហើយមកចេញញ៉ាត់គ្រប់គ្រងរដ្ឋាភិបាលបានខ្ញុំប្លែកមែនតើព្រោះអីគាត់ត្រូវជជែកគ្នារួចហើយមុននឹងសម្រាប់អញ្ចឹងណាតែណាហើយបងប្អូនញ៉ាត់ហ្នឹងគឺវាទម្លាប់តែអញ្ចឹងទេគេចេញអីចេញទៅព្រោះអីឲ្យបានជាកម្លាំងទៅម្ដងទៀតបងប្អូនរឿងអ៊ុនក្លូសនេះណាមិនមែនជារឿងអីដែលកលាប់ផែនដីទេព្រោះធម្មតាតាមានរឿងអីដោះស្រាយបញ្ហាព្រំដែនទឹកតើកើតឡើងដោយថៃបំពេញឈ្លានពានដោយប្រការណាមួយគឺយើងមានសិទ្ធិដោយស្វ័យប្រវត្តិហើយនៅពេលដែលថៃដក MOU 2001បាត់គឺកម្ពុជាមានច្បាប់អន្តរជាតិអង្គការសហជីវជាតិនិងតុលាការយុត្តិធម៌អន្តរជាតិដើម្បីការពារដោយអត់មានចាំបាច់ទៅឆ្លេឆ្លាអីពេកទេក៏ប៉ុន្តែខ្ញុំថានេះគឺជាយុទ្ធនាការមួយដើម្បីពង្រៀងការចាប់អារម្មណ៍រឿងព្រំដែនគោកឯណោះដោះស្រាយអត់ចេញអញ្ចឹងដើម្បីធ្វើឲ្យប្រជាពលរដ្ឋស្អំចិត្តប្រជាពលរដ្ឋហ្នឹងថារដ្ឋយកចិត្តទុកដាក់ណាដែនសមុទ្រយើងគឺគ្រប់គ្រងមិនឲ្យថៃយកបានទេដោយសារតែ MOU នេះ
ប៉ុន្តែដល់ពេលហើយវាផ្ទុយនឹងអ្វីដែលខ្លួនធ្វើទៀតអា MOU នឹងលោកហ៊ុនសែនទៅយកសាររបស់បណ្ឌិតបញ្ញវន្តសាស្ត្រាចារ្យจุฬាលង្កនណ៍លោកសុរឆាតបំរុងសុខមកផ្សាយថាបើលុប MOU 2001ហ្នឹងអ្នកដែលខាតថៃទេមិនមែនខ្មែរទេទៅផ្សាយរបស់គេម្ដងហើយម្ដងទៀតថាលុប MOU ខាតថៃមិនមែនខាតខ្មែរទេដល់ឥឡូវ MOU លុបទៅជាប្តឹងថៃទៅវិញហើយចុះបើគេខាតអត់អីបានប្តឹងឲ្យខាតថៃឬមួយក៏យើងគិតថាហ្នឹងហើយប្តឹងឲ្យអ្នកឯងដឹងថាអញ្ចឹងឲ្យឃើញតែអត់ MOU ទៅបានចំណេញមកខ្មែរខ្ញុំជឿថារឿងនេះគឺជារឿងនយោបាយច្រើនជាងរឿងព្រំដែនណាព្រោះអីខ្ញុំនៅតែគិតថាចំណុចជាអតិភិបត្រូវដោះស្រាយរឿងព្រំដែនគោកនេះឲ្យបានដីពីថៃមកសិនព្រោះព្រំដែនទឹកហ្នឹងខ្ញុំជឿថាយើងត្រូវតែតតាំងដាច់ខាតជាមួយថៃមិនឲ្យថៃងើបខ្លួនរួចទេប៉ុន្តែដំណាក់កាលរឿងព្រំដែនទឹកនេះវាជារឿងមួយទៀតដែលតាមពិតភ្លើងឆេះនៅព្រំដែនគោកសិនណាអត់ទាន់បានបលុតភ្លើងផងអានេះទៅមិនឃើញរៀងគ្រាន់ណាមានស្អីគេស្មៅឬក៏ចំបើងអីរៀងងាប់យើងមកព្រួតគ្នាមកស្រោចទឹកនៅនេះហើយហ្នឹងយើងបាញ់ទឹកបលុតកន្លែងអត់ទាន់ឆេះអាកន្លែងឆេះនៅនោះអត់ទាន់បលុតផងអញ្ចឹងឆេះនោះអស់បាត់ហើយខ្ញុំគិតថាវាដូចជាវល់មែនតើអ្នកនយោបាយយើងពវៀងស្ថានភាពគ្រប់បែបយ៉ាងតែខ្ញុំម្ដងទៀតខ្ញុំអត់មានជំទាស់រឿងតតាំងថៃតកតងនឹងការពារដែនសមុទ្រយើងទេខ្ញុំនៅតែគាំទ្រ 100% មិនឲ្យបាត់ដីសមុទ្រយើងសូម្បីតែ1មីលីម៉ែត្រទៅថៃទេហើយខ្ញុំនឹងថ្កោលទោសថៃគ្រប់បែបយ៉ាងបើសិនជាថៃបំពេញឈ្លានពានដែនសមុទ្ររបស់យើងប៉ុន្តែម៉ោងនេះថៃអត់ទាន់អាចនឹងធ្វើអីបាននៅដែនសមុទ្រហ្នឹងទេព្រោះអីវានៅតែមាន MOU គ្រាន់តែលុបចោលតាប៉ុន្តែតើលុបចោលហ្នឹងរដ្ឋាភិបាលត្រូវប្រាប់ប្រជាពលរដ្ឋទៀតថាពេលដែលលុបចោលភ្លាមតំបន់ណាត្រួតស៊ីគ្នាឥឡូវហ្នឹងខ្លាយទៅជារបស់ថៃដៃកាពីមុនការគ្រប់គ្រងរបស់ខ្មែរយើងត្រូវបញ្យលដាក់មកនិយមការអីតែដាក់ទៅសង្ឃឹមភ្លើងយកឯព្រោះដីយើងបាត់អស់62កន្លែងអត់ដឹងនៅកន្លែងណាហ្នឹងមកដល់មកហ្នឹងនៅតែវល់ពេញទឹកពេញដីអញ្ចឹងលោកអនុទិនច័ន្ទវរៈគុលថ្ងៃនេះគាត់និយាយចេះគាត់ថាគាត់អត់មានឈឺក្បាលហាលថ្ងៃនឹងកម្ពុជាប្តឹងទៅយន្តការអង្គការសហជីវជាតិទេព្រោះតែគាត់ថាចឹងថ្ងៃនេះគាត់ឮគេនិយាយដែរប៉ុន្តែអត់ទាន់បានទទួលលិខិតដែលជូនដំណឹងរបស់លោកហ៊ុនម៉ាណែតទៅភាគីថៃជាផ្លូវការនៅឡើយទេហើយគាត់ថាគាត់ថាយ៉ាងនេះក៏ដោយតិចទៀតទៅដល់គាត់ហើយតែគាត់ថាទោះជាផ្លូវការមិនផ្លូវការអីក៏ដោយថៃអត់លេងលបែងកម្ពុជាទេអានេះអ្វីដែលអនុទិនច័ន្ទវរៈគុលនិយាយលោកអនុទិនច័ន្ទវរៈគុលថាអត់លេងលបែងកម្ពុជាហ្នឹងគាត់និយាយថាកម្ពុជាកំពុងតែយកបញ្ហាដែនសមុទ្រធ្វើជាបញ្ហាអន្តរជាតិដើម្បីទូងស្គរលើឆាកអន្តរជាតិឲ្យឃើញពីបញ្ហាមួយដែលអាចដោះស្រាយជាមូលនៅក្នុងមូលដ្ឋានសោះតែទៅជាទូងស្គរទៅអន្តរជាតិប៉ុន្តែនៅក្នុងពេលជាមួយគ្នាពេលដែលលោកអនុទិនច័ន្ទវរៈគុលថាយើងទូងស្គរដើម្បីឲ្យអង្រួនអន្តរជាតិមែនតែកម្ពុជាអត់ប្តឹងថៃទៅតុលាការអន្តរជាតិរឿងព្រំដែនគោកនេះវិញណាអារឿងអត់ទាន់កើតឡើងទៅយកយន្តការអន្តរជាតិយកមកប្រើតែអារឿងកំពុងកើតឡើងផ្ទុះឆេះគេគ្រប់គ្រងដែនដីយើងដល់50 កន្លែងអត់ដាក់ប្តឹងខ្ញុំថាឥឡូវបើថាអត់ទាន់ប្តឹងទៅតុលាការយុតិធធអន្តរជាតិដោយសារតែនីតិវិធីស្មុគស្មាញយ៉ាងម៉េចចោះតុលាការព្រហ្មទណ្ឌអន្តរជាតិរឿងថៃឈ្លានពានយើងតាំងពីដើមទីហេតុអីក៏មិនប្តឹងគេហើយចរចាបដាចរចាចោះខ្ញុំគ្មានទៅតោមនិញរឿងចរចាអីទេប៉ុន្តែយើងចរចាជាមួយអ្នកដែលវាយយើងបាក់ថ្មិញហ្នឹងគឺដូចជាអត់សង្ឃឹមថាបានប្រផលអីសោះព្រោះអីអត់មានអាញាកណ្ដាលយើងត្រូវមានអ្នកកណ្ដាលព្រោះយើងវាយគ្នាហើយដេរាប់ធ្នេហើយយើងជាជនរងគ្រោះនេះទៅហ្នឹងគេវាយទៀតហើយឥឡូវយើងមើលនៅច្រកមុំ3ថ្ងៃហ្នឹងគឺបទាញបតុងគ្នារុញច្រានគ្នាស្រែកកំហុកដាក់គ្នាទាហានថៃនិងទាហានខ្មែរក៏ភ្លើងជ្រងច្រាងបងប្អូនសាកសម័យទៅមើលនេះមុំ3ក៏ភ្លើងជ្រងច្រាងទាហានខ្មែរយើងក៏ទប់ទាហានថៃមិនអោយរាយបលាលួសបន្ថែមទាហានថៃគឺនៅតែដាក់រាយបលាលួសហើយប្រឈមគ្នាយ៉ាងខ្លាំងរហូតតតែខាងថៃឥឡូវនេះគេថាស្បើយតិចព្រោះម៉ោង9ព្រឹកមិញនេះមានរឿងម៉ោង11កន្លះបានស្បើយ1ម៉ោងកន្លះបានស្ថានភាពនឹងស្បើយទៅវិញបន្តិចប៉ុន្តែយើងអត់ឮពីខាងកម្ពុជាទេមានតែរូបថតវីដេអូដែលទាហានថតមកស្រែកកំហុកដាក់គ្នាហ្នឹងទាហានខ្មែរហ្នឹងអង្គអាចក្លាហានទៅទប់មិនឲ្យថៃដាក់លបងមករហូតថាដីនឹងដីខ្មែរ
ថៃមិនអាចចេះមកធ្វើអីស្រេចចិត្តទេឬសំឡេងនៅក្នុងវីដេអូក៏ប៉ុន្តែអ្នកនាំពាក្យយោធាថៃលោកវិនថៃស៊ូវរីថាស្ថានភាពនៅតំបន់មុំ3ដែលមានប្រទាញបន្ទង់គ្នាជាមួយនឹងទាហានខ្មែរនេះគឺបានស្បើយទៅវិញអាចដោះស្រាយបានក្រោយជជែកគ្នាហើយទាហានថៃទាហានខ្មែរព្រមដកថយមកវិញយើងអត់មានសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិទេអានេះពីការនាំពាក្យអ្នកនាំពាក្យក្រសួងការពារជាតិថៃគឺលោកវិនថៃស៊ូវរីនិយាយថាទាហានខ្មែរព្រមដកថយពីអាកន្លែងដែលប្រទាំងប្រទិសគ្នាព្រោះម៉ោង9កន្លះទាហានថៃចោតប្រកាន់ថាមានទាហានខ្មែរដំបូងទៅតែ5នាក់ទេក្រោយមកឡើងដល់20នាក់ជាងដែលធ្វើឲ្យស្រែកកំហុកដាក់គ្នាហើយទៅថៃគេប្រកាន់ចំហថាអាកន្លែងមុំ3ហ្នឹងអាកន្លែងគេរាយបលាលួសហ្នឹងគឺជាដែនអធិបតេយ្យរបស់គេហើយគេថាដែនអធិបតេយ្យគឺសំដៅទៅលើថាមានបទឈប់បាញ់ដែលកម្ពុជាចុះហត្ថលេខាអ្នកណានៅហ្នឹងក៏ប៉ុន្តែទាហានកម្ពុជាច្បាស់ដែរថាអត់មានអាណាកន្លែងហ្នឹងអត់មានបោះថៃទេប៉ុន្តែឥឡូវម្ដងទៀតថៃទេគេអះអាងថាទាហានខ្មែរព្រមដកថយពីកន្លែងប្រទាញបន្ទង់គ្នាហ្នឹងដើម្បីកុំឲ្យប្រឈមមុខដាក់គ្នាឥឡូវស្ថានភាពរៀងស្បើយបន្តិចហើយតែខាងកម្ពុជាអត់ទាន់មានសេចក្តីថ្លែងការណ៍រាយការណ៍មកថាតើកម្ពុជាពិតជាដកថយឬក៏ថៃក៏ដកថយទាំងសងខាងទុកកន្លែងហ្នឹងអីអញ្ចឹងទៅខ្ញុំជឿថាខ្ញុំរមមើលដែរតែមិនទាន់ឃើញក្រសួងការពារជាតិថ្លែងទេព្រោះអីរវល់នឹងផ្ញើញត្តិគាំទ្រលោកហ៊ុនម៉ាណែតទៅរឿងព្រំដែនសមុទ្រអាព្រំដែនគោកនេះដូចខ្ញុំនិយាយកំពុងតែឆេះគឺយើងកំពុងតែគិតអារឿងសមុទ្រសិនបាទឥឡូវយើងតកតងនឹងរឿងនេះដែរគឺថ្ងៃនេះយោធាថៃលោកវិនថៃស៊ូវរីក៏តបទៅនឹងកម្ពុជាដែរតកតងមួយករណីទៀតគឺកម្ពុជាក្រសួងការបរទេសបានផ្ញើលិខិតតវ៉ាទៅថៃពីរឿងដាក់ពុតបដិមានៅក្នុងដីដែលថៃវាយដណ្ដើមគ្រប់គ្រងបានហ្នឹងកម្ពុជាចាត់ទុកថាពុតបដិមាជាង36អង្គគឺជារឿងខុសច្បាប់នៅក្នុងដែនអធិបតេយ្យកម្ពុជាហើយលើកទង់ជ័យពីកន្លែងទៀតនៅខេត្តព្រះវិហារហ្នឹងសុទ្ធតែជារឿងខុសច្បាប់ទាំងអស់ថៃលោកវិនថៃស៊ូវរីតបមកកម្ពុជាវិញថាច្រានចោលរាល់ការលើកឡើងនេះគេថាគេធ្វើនៅក្នុងដីគេធ្វើដើម្បីរឹតបន្តឹងស្មារតីនឹងជួយដល់លើកទឹកចិត្តដល់ទាហានគេជួមុខលាក់ហើយនឹងសន្តិសុខនឹងការយល់ខុសគ្នាគេរាយបលាលួសគេដាក់អីហ្នឹងគឺដើម្បីឲ្យដឹងថាដីហ្នឹងដីគេកុំឲ្យយើងច្រឡំទៀតហើយគេធ្វើនេះគឺស្របតាមបទឈប់បាញ់ដែលមានសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលយើងប្រាប់ថាអ្នកណានៅហ្នឹងដីហ្នឹងគឺដែនអធិបតេយ្យរបស់គេឃើញនៅបងប្អូនម៉ាត់ណាក៏គេយកអាបទឈប់បាញ់យើងយកមកជន់យើងវិញដែរហើយយើងម៉ាត់ណាក៏យើងថាបទឈប់បាញ់អ្នកណានៅហ្នឹងគឺថៃនៅហ្នឹងខុសច្បាប់តែនៅក្នុងបទឈប់បាញ់យើងអាចបានថាថៃខុសច្បាប់ទេយើងឲ្យគេនៅហ្នឹងអញ្ចឹងមកបាទរឿងនេះគឺវែងឆ្ងាយណាស់បងប្អូនយើងនឹងតទៅទៀតប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យបងប្អូនមេត្តាជួយធ្វើយ៉ាងម៉េចជំរុញឲ្យរដ្ឋាភិបាលប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិឲ្យខាងតែបានហើយធ្វើញត្តិគាំទ្រដែរសូមឲ្យញត្តិសភានាយកដ្ឋានអីអង្គការស្ថាប័នពាក់ព័ន្ធទាំងអស់នៅកម្ពុជាសូមធ្វើញត្តិឲ្យស្រោចដូចទឹកធ្លាក់បាក់មេឃចឹងមើលគាំទ្ររដ្ឋាភិបាលឲ្យប្តឹងទៅអង្គការសហជីវជាតិតុលាការយុត្តិធម៌អន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិដែរមើលរឿងព្រំដែនគោកណាអារឿងទឹកហ្នឹងល្អហើយធ្វើចោះប៉ុន្តែយើងគិតមករឿងគោកហ្នឹងគេយកអស់ហើយនេះអារឿងទឹកហ្នឹងគឺមិនទាន់ទេវានៅប្រទៀងបតុងគ្នានៅឡើយយើងអីក៏ប្រញាប់ទៅមើលកន្លែងហ្នឹងម៉េះធ្វើឲ្យពីឥឡូវទៅក៏ល្អហើយប៉ុន្តែដូចខ្ញុំនិយាយចឹងថាអាភ្លើងកំពុងឆេះព្រៃនៅព្រំដែនគោកហើយហេតុអីបានជាយើងទៅមើលខ្យល់បក់វូនៅព្រំដែនសមុទ្រហ្នឹងគឺគ្រាន់ឃើញស្មៅងាប់ហ្នឹងយើងនាំគ្នាបាញ់ទឹកពលុតទុកហើយវាល្អហើយបាញ់ចោះប៉ុន្តែទឹកយើងវាអត់មានទឹកយើងវាខ្សត់អញ្ចឹងយកកម្លាំងទឹកយកកម្លាំងអាគីភ័យពលុតអីហ្នឹងមកជួយគ្នាពលុតអាភ្លើងកំពុងឆេះសន្ធោសន្ធៅនៅព្រំដែនគោកសិនអីព្រោះអារឿងនេះគឺជារឿងសំខាន់ជាអាយុជីវិតដែរឥឡូវនេះគឺតកតងនឹងអ្នកសង្កេតការអាស៊ានខាងភាគីកម្ពុជាចុះទៅថតរូបថតបន្ថែមទៀតនៅតំបន់ច្រកអានសេះដែលដឹកនាំដោយគណៈប្រតិភូមានតំណាងឲ្យប្រទេសភូហ្វីលីពីនទៅទៀតហើយទៅថតរូបទៀតហើយបងប្អូនបានថានាំគាត់ទៅដល់តំបន់មុំ3នឹងម្ដងក៏ល្អដែរព្រោះអីនាំទៅតាតំបន់ដែលគេដាក់កុងតឺន័រហើយទៅថតបានទៅរូបស្រីគេក្លាហានគេបានរូបបងអាស្រីដូចនោះល្អបានតែត្រឹមរូបថតអត់មានរបាយការណ៍ស្អីទេខាង AOT របស់អាស៊ានហ្នឹងឥឡូវសរសេររបាយការណ៍សរុបលទ្ធផលមកចុះទៅប្រមាណសារហ្នឹងចេញអីហើយចេញជាអនុសាសន៍អីគេខ្លះហើយលើកទឹកចិត្តឲ្យមិនរកឃើញអីគេខ្លះ
អត់មានរបាយការណ៍អីសោះមានតែក្រសួងការពារជាតិថាឥឡូវបានចុះទៅហើយរក្សាយើងប្រកាន់ខ្ជាប់ទូនីតិថាយើងគ្រប់តាមបទជប់បាញ់យើងអីអញ្ចឹងល្អហើយប៉ុន្តែចុះខាងគេនេះណាវាអត់មានរបាយការណ៍ហ្នឹងសោះបាទឥឡូវតកតងនឹងរឿងមួយទៀតគឺអឺខ្ញុំនៅសល់ពេលប្រហែលជា4នាទី5នាទីទៀតតែប៉ុណ្ណោះនិយាយពីលោកថ្នាំថ្ងៃនេះក៏យើងមានដំណឹងរឿងល្អដែរសម្រាប់កម្ពុជាណាកុំឲ្យស្ងាត់ពេកឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជាដែលជាឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាដែលតំណែងនេះនៅទំនេរជាង2ឆ្នាំហើយតាំងពីខែដូចជាខែឧសភា18ឧសភាឆ្នាំ2024មកឥឡូវចូលដល់ខែមិថុនាឆ្នាំ2026ជាង2ឆ្នាំហើយ2ឆ្នាំមួយខែបងប្អូនអត់ទាន់មានឯកអគ្គរដ្ឋទូតថ្មីទេលោកត្រាំចូលកាន់តំណែងក៏ជាង2ឆ្នាំដែរអត់ជិត2ឆ្នាំហើយមករា2024ជាង2ឆ្នាំហើយអត់ទាន់បានមានឯកអគ្គរដ្ឋទូតថ្មីទេថៃនិងវៀតណាមគេបានមានគ្រប់គ្នាអស់ហើយថ្មីនេះថៃគេបានកាលពីខែកុម្ភៈវៀតណាមទៅបានប្រហែលកន្លះខែមុននេះខែឧសភាបាទឥឡូវកម្ពុជាប៉ំហើយបងប្អូនចិត្តបានគេហើយព្រោះអីបានជាខ្ញុំនិយាយចឹងថ្ងៃនេះលោកត្រាំគាត់បានស្នើឈ្មោះឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជាឯកអគ្គរដ្ឋទូតថ្មីនេះគឺជាបងប្អូនពាក្យថាស្នើបានន័យថាម៉េចពាក្យថាស្នើគឺបានន័យថាគាត់ដាក់ឈ្មោះទៅហើយទុកឲ្យព្រឹទ្ធសភាជាអ្នកអនុម័តតែយ៉ាងណាកាលលើកមុនអត់មានឈ្មោះទៅទៀត2ឆ្នាំហ្នឹងអត់ទាន់មានឈ្មោះឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅប្រទេសកម្ពុជានៅឡើយទេប៉ុន្តែថ្ងៃនេះគឺសេតវិមានបានបញ្ចេញឈ្មោះលោក Christopher Anderson លោក Christopher Anderson ហ្នឹងជាអ្នកណាតាមពិតគាត់ធ្លាប់ធ្វើការនៅច័រចាគាត់ធ្លាប់ធ្វើការនៅអ៊ុយក្រែនគាត់ធ្លាប់ធ្វើការច្រើនដែរលោក Christopher Anderson នេះគឺមែនតែនទៅជាកូនកាត់ពីសាសប៉ុន្តែរស់នៅ3-4ប្រទេសម្ដាយរបស់គាត់គឺជនជាតិស៊ុយអាតឪពុករបស់គាត់គឺជនជាតិអាមេរិកដែលបានទៅរៀនយកអាហារូបករណ៍ Fulbright នៅស៊ុយអាតក៏ទៅជួបម្ដាយគាត់ហ្នឹងស្រឡាញ់គ្នាប៉ុន្តែដល់ពេលទៅកើតនៅអ៊ីរ៉ង់ឯណោះអញ្ចឹងលោក Anderson ឬក៏ Christopher Anderson នេះគឺមានដើមកំណើតនៅអ៊ីរ៉ង់តែមកនៅស៊ុយអាតមកនៅដាណឺម៉ាកនៅអីច្រើនអញ្ចឹងជីវិតគាត់ហ្នឹងគឺនៅច្រើនប្រទេសអត់តែកម្ពុជាទេតែឥឡូវនេះលោកត្រាំក៏បានសម្រេចឲ្យស្នើឈ្មោះទៅព្រឹទ្ធសភាដើម្បីបោះឆ្នោតទៅបើសិនបោះឆ្នោតជាប់គឺគាត់នឹងបានទៅបម្រើជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបងប្អូនរឿងនេះមិនដឹងយូរប៉ុណ្ណាទេព្រោះសមាជិកព្រឹទ្ធសភារៀងនៅអូសជើងយូរហើយនៅសល់ច្រើនប៉ុន្តែអ្វីទាំងអស់ហ្នឹងការយឺតយ៉ាវមិនមែនតែព្រឹទ្ធសភាដូចខ្ញុំធ្លាប់បញ្យល់ចឹងគឺលក្ខណៈបច្ចេកទេសនឹងមួយមិនមែនហើយមួយទៀតគឺរឿងនយោបាយហើយនឹងរឿងសិទ្ធិមនុស្សនិងរឿងចំហតំណែងតំណងរវាងអាមេរិកនិងកម្ពុជាដែរប៉ុន្តែអ្វីដែលគួរឲ្យល្អគួរឲ្យសប្បាយចិត្តដែរសប្បាយចិត្តសម្រាប់អ្នកប្រជាធិបតេយ្យតែមិនសប្បាយចិត្តសម្រាប់ថ្នាក់ដឹកនាំកម្ពុជាហ្មងទេព្រោះលោក Christopher Anderson នេះធ្លាប់កាន់ការងារនៅក្នុងគណៈកម្មការស្ដីអំពីសិទ្ធិមនុស្សនិងសិទ្ធិការងារនិងប្រជាធិបតេយ្យដែរអញ្ចឹងគាត់ដឹងពីកិច្ចការប្រជាធិបតេយ្យសិទ្ធិមនុស្សអញ្ចឹងបើសិនជាគាត់ទៅកម្ពុជាអាចនឹងមានឥទ្ធិពលនៅក្នុងការជួយលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញអញ្ចឹងយើងសង្ឃឹមអញ្ចឹងដែរហើយសង្ឃឹមថានៅពេលដែលគាត់ចូលទៅប្រទេសកម្ពុជាក៏នឹងអាចជជែកជាមួយរដ្ឋាភិបាលកម្ពុជាទៅថាកុំងើបមួយវាយមួយបើយើងចង់ឲ្យមានងើបមួយវាយមួយនោះស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យរៀបចំការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌អញ្ចឹងទៅប្រជាពលរដ្ឋមិននឿយនឹងរដ្ឋាភិបាលចាប់ដាក់គុកទេបាទឥឡូវព័ត៌មានចុងក្រោយពីអាមេរិកឯនេះទៅវិញគឺលោកត្រាំកំពុងតែពិភាក្សារឿងចង់ពង្រាយអាវុធបរមាណូនៅអឺរ៉ុបកំពុងឲ្យអ៊ីរ៉ង់លុបបំបត្តិអបមាណូហ្នឹងអ៊ីរ៉ង់វល់ចុះឡើងសាក់ស្ទើចុះឡើងបាញ់គ្នាប្រាវមានបាត់ឈប់បាញ់ហើយបាញ់គ្នាទៀតតែមិនធំទេក៏បាញ់កំតិចប្រព័ន្ធកំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់នឹងអានីវីឬក៏អ៊ុបបតូចដែលយកមកបរិយាយមីននៅច្រកហូមូសអីចឹងទៅដូចថាបង្អើលអ៊ីរ៉ង់ធម្មតាយុទ្ធសាស្ត្ររបស់អាមេរិកចរចាបដៅវាយបដៅព្រោះស្ងាត់ពេកអ៊ីរ៉ង់ដូចស្រួលពេកចឹងគម្រាមខ្លះទៅ
បាញ់ខ្លះទៅធ្វើឲ្យគ្នានោះបាក់ស្បាតចឹងទៅរលុះតាមអតិពលក្នុងការចរចាចឹងវាគ្មានយុទ្ធធម៌អីទេបងប្អូនប៉ុន្តែណាហើយរឿងនយោបាយតែអញ្ចឹងឯងបងប្អូនគេវាយបដាគេចរចាបដាតែអញ្ចឹងគាត់ថាចរចាបដាវាយបដាដូចខ្មែរនឹងថៃគឺយើងចាញ់ថៃដោយសារតែយើងខ្សោយជាងគេបាទអាមេរិកវាយបដាចរចាបដាមួយអ៊ីរ៉ង់មានតែទ្រាំខ្លួនវាមានតែប៉ុណ្ណាឯងចឹងភាគីជនរងគ្រោះគឺអ៊ីរ៉ង់ខ្មែរយើងវាយមួយថៃចរចាបដាភាគីជនរងគ្រោះគឺខ្មែរវាអកុសលចឹងព្រោះយើងវាទៅមិនដល់គេណាប៉ុន្តែឥឡូវនេះដល់ពេលដែលចង់ឲ្យអ៊ីរ៉ង់ឈប់ផលិតអាវុធបរមាណូឈប់ស្តុកទុកគ្រឿងដែលអាចយកទៅផលិតអាវុធបរមាណូបានលោកត្រាំកំពុងតែពិភាក្សាពង្រាយអាវុធបរមាណូនៅតាមប្រទេសដែលជាអង្គការអាត្លង់តិកខាងជើងគណៈកម្មការស្អី NATO របស់គាត់ហ្នឹងយកទៅដាក់នៅប្រទេសផ្សេងទៀតដែលអត់ទាន់មានអាវុធបរមាណូមានន័យថាម៉េចបងប្អូនមានន័យថាអាមេរិកកំពុងតែគ្រប់គ្រងពិភពលោកដើម្បីឲ្យនៅតំបន់ណាក៏ដោយបើមានការអីតិចអ្នកណាចង់មកបំផ្លាញអាមេរិកដោយគ្រាប់បរមាណូអីមកអត់ទាន់ដល់ផងអាគ្រាប់បរមាណូអាមេរិកដាក់នៅអឺរ៉ុបដាក់នៅអីហ្នឹងគឺកំតិចអ្នកទាំងអស់នោះខ្ទេចខ្ទីអស់ដូច្នេះគឺអាមេរិកគឺគ្មានអ្នកណាប៉ះពាល់បានហើយកាន់តែខ្លាំងទៅកាន់តែរឹងមាំទៅដែរប៉ុន្តែបើយើងនិយាយអំពីបងធំគឺយើងប៊ូលីគេគឺយើងនិយាយយើងដាក់អាវុធបរមាណូទៅបានតែអ៊ីរ៉ង់ដាក់អត់បានឃើញទេអាមេរិកដាក់បានអ៊ីរ៉ង់ដាក់អត់បានប៉ុន្តែបងប្អូនកុំឆ្ងល់កំភ្លើងណាបើឲ្យប៉ូលីសកាន់ណាយើងទុកចិត្តដែរថាយកការពារយើងតែបើឲ្យចោលកាន់ងាប់ហើយយើងដឹងអភ័យហើយគេយកមកបាញ់សម្លាប់យើងឯងដូចគ្នាអញ្ចឹងកំភ្លើងបរមាណូអាវុធបរមាណូបើឲ្យអ៊ីរ៉ង់កាន់គឺដូចឲ្យទៅដៃចោលដែរចង់និយាយអញ្ចឹងក្នុងន័យអញ្ចឹងណាបើឲ្យមកខាងអាមេរិកកាន់ឬទុកដាក់ឬក៏អីអញ្ចឹងទៅយ៉ាងហោចណាស់ក៏មានសិលធម៌ខ្លះមិនមែនចេះតែបាញ់ព្រាវស្រេចចិត្តដែរគូមានកញ្ចាក់ស្ដាយអញ្ចឹងទៅរឿងនឹងវាអញ្ចឹងទេបងប្អូនមិនមែនថាហេអាមេរិកធ្វើសុទ្ធតែត្រូវអ៊ីរ៉ង់ធ្វើសុទ្ធតែខុសតែអ៊ីរ៉ង់ហ្នឹងចរិតយើងវាអន់ដែរយើងរៀបចំប្រទេសផ្ដាច់ការរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យដល់ពេលអញ្ចឹងពិភពលោកក៏អត់សូវគ្រប់គ្រងអ៊ីរ៉ង់បន់ឲ្យទៅអស់បរិមាណនោះពួកគេភ័យដែរហ្នឹងអឺរ៉ុបក៏គេភ័យខ្លាចបរិមាណនោះអ៊ីរ៉ង់បាញ់ទៅដល់គេឧទាហរណ៍មានការអីដល់តែមកគ្រាប់មកអត់លាយអស់ហើយពមេដឹកនាំនឹងសិតអ្នកខ្លះសិតទុក្ខរកិរិយាធ្វើអត្តឃាតខ្លួនឯងអញ្ចឹងខ្លួនឯងស្លាប់ទៅតែម្នាក់ឯងចង់ប្រឡែងមកគ្រាប់មកគ្នានេះស្លាប់អស់រាប់លានអ្នកទៅធ្វើម៉េចដូច្នេះអាហ្នឹងគឺជាការការពារសុវត្ថិភាពកុំឲ្យអាវុធបលាយលោកបែបនេះធ្លាក់ដល់ដៃអក្រិតជនឬក្រុមមេដឹកនាំផ្ដាច់ការដែរបាទខ្ញុំសូមឆ្លើយការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះសិនចុះបងប្អូនហើយសូមរាត្រីសួស្តីបងប្អូននៅប្រទេសកម្ពុជាអរុនសួស្តីបងប្អូននៅសហរដ្ឋអាមេរិកយើងនឹងជួបគ្នាទៀតនៅថ្ងៃយប់ថ្ងៃស្អែកគឺយប់ថ្ងៃពុធតាមពេលវេលានិងម៉ោងដដែលបាទសូមជម្រាបលាត្រឹមប៉ុណ្ណេះ